ពុកម្ដាយមួយចំនួនខ្ញុំនិយាយមួយចំនួនណាហើយខ្ញុំជឿថាបងប្អូនជាពុកម្ដាយគុំទស្សនាគុំមើលវីដេអូនេះគឺអត់ធ្វើចឹងទេធ្វើចឹងទេចិត្តយើងចង់ឲ្យកូនល្អដូចគ្នាស្រឡាញ់កូនដូចគ្នាហើយក៏មានពេលខ្លះថ្ងៃខ្លះម៉ោងខ្លះគឺកូនធ្វើឲ្យយើងខឹងមួម៉ៅហ្មងមានន័យថាទង្វើរបស់កូនហ្នឹងធ្វើខុសចិត្តរបស់យើងមួម៉ៅបងប្អូនគិតចេះបើកូនធ្វើខុសកូនខុសមួយហើយបើយើងមួម៉ៅយើងក្រោតឲ្យខុសមួយទៀតมันខុសទាំងពីរមែនទេបងប្អូនមែនអត់ឥឡូវបើកូនខុស50ហើយបើម៉ែឲ្យក្រោតខឹងច្រឡោតវាយកូនខុស50ទៀតมันពីរហ្នឹងអស់100ហើយបើបន្ទុកក្នុងផ្ទះហ្នឹងត្រូវខាតអស់100ម្នាក់ហាតអស់100ហើយមែនទេបងប្អូនហើយបើកូនគ្រាន់តែខុសបន្តិចអស់សាំង50លីត្រឪពុកម្ដាយខុសបន្តិចអស់50លីត្រអស់100លីត្របាត់ហើយមានសាំងឯណាសម្រាប់ធ្វើដំណើរទៅលេងអង្គរវត្តបើអស់សាំងបាត់ហើយហ្នឹងតែបើខ្ញុំគិតថាកូនគាត់មានអិរិយាបថអវិជ្ជមានគាត់ធ្វើកាយវិការចេញមកវាអវិជ្ជមានឬក៏គាត់ទៅធ្វើសកម្មភាពមួយដែលវាប្រឆាចទៅនឹងអ្វីដែលយើងចង់បានដូចមិនទៅរៀបអីវ៉ាន់នៅលេងហ្គេមលេងអីចឹងទៅយើងខឹងអញ្ចឹងបាទនឹងកូនខុសតែកូនទៅអញ្ចឹងកូនអស់50អញ្ចឹងយើងទទួលស្គាល់តែកូនខុសយើងកុំទៅប្រតិកម្មឲ្យខុសដូចកូនដែរយើងសល់50លីត្របងប្អូនសល់50លីត្រហើយរឿងនេះ50លីត្រនេះយើងអាចចាក់សាំងឡានហ្នឹងទៅលេងអង្គរវត្តបានណាបងប្អូនឃើញទេឃើញចំណេញអត់លោកគ្រូនិយាយខ្ញុំមិនដឹងដែរបើយូរហ្នឹងគាត់ធ្វើវាមិនបានធ្វើមិនបានរឿងរបស់យើងបុគ្គលដែរតែមិនមែនមានន័យថាអ្នកដទៃធ្វើបានរឿងរបស់យើងមែនទេបងប្អូនអញ្ចឹងវាអាស្រ័យទៅលើការយល់ឃើញត្រូវរបស់យើងហើយបើយើងមានជីវិតមានកាយសម្បទាល្អផូរផង់ហើយឲ្យសេចក្តីក្រោធខឹងច្រឡោតមកគ្រប់គ្រងលើជីវិតរបស់យើងវាអត់ខុសពីជីវិតវាអត់ខុសពីកាយស្រស់ផូរផង់របស់យើងត្រូវបានពលឹងបីសាចសន្ធិដ្ឋទេពេលហ្នឹងគេហៅថាខ្មោចចូលសន្ធិដ្ឋក្នុងខ្លួនបីសាចចូលសន្ធិដ្ឋក្នុងខ្លួនហើយមានតែវាយពីណាវាយកូនខ្លួនឯងហ្នឹងឯងហើយមានតែជេរពីណាជេរកូនខ្លួនឯងណាហើយបើច្រឡំជេរអាកូនអត់ពូជកើតចេញពីណាមិនចេញពីយើងមែនទេបងប្អូនអញ្ចឹងកន្លែងនេះអារឿងប្រៀបធៀបឲ្យស្ដីបន្ទោសនេះណាសម្រាប់ខ្ញុំមិនមែនជាមធ្យោបាយអញ្ចឹងយើងធ្វើម៉េចយើងធ្វើរឿងតែពីរបាទណាទី1ឪពុកម្ដាយរៀនអត់ធ្មត់រៀនអប់រំចិត្តឲ្យមានសេចក្តីអំណត់ឲ្យមានសេចក្តីអត់ធន់ក្នុងចិត្តយើងនេះមិនថាតែជាមួយកូននេះជាមួយញាតិផងបងជាមួយយើងនេះកាលណាយើងមានសេចក្តីអត់ធន់ខ្ពស់ណាហើយយើងមានមេត្តាធម៌ច្រើនណាយើងមានការត្រេះរិះពិចារណាវែងឆ្ងាយយើងនឹងមិនទៅប្រៀបធៀប